សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបង្ហាញផ្ដាយរចនាបថព្រៃក្មេងមួយទើបដាក់តាំងថ្មីព្រឹកមិញនៅស្រាប់មន្ទីរជាតិអង្គរហ្នឹងហើយខ្ញុំអត់និយាយអីច្រើនតាក់ទងនឹងប្រវត្តិសាស្ត្រសិល្បៈទេប៉ុន្តែខ្ញុំចាប់អារម្មណ៍ក្បាច់ស្លឹកឈើហើយវាចាប់អារម្មណ៍វារៀងដូចផ្លែជាងគេរៀងស្លឹកឈើហ្នឹងគឺថាមានក្បាលមានជើងមុខ2ជើងក្រោយ2មានកន្ទុយហើយស្លឹកឈើហ្នឹងចម្លែកអានេះតាមភ្នែកខ្ញុំណាបងប្អូនឃើញក្បាច់ហ្នឹងវាជាស្អីផ្សេងទៀតប្រាប់ផងហើយយើងមើលនៅក្រោមអាក់ហ្នឹងមានដូចកូនផ្កាឈូកធ្លាក់2អញ្ចឹងទៅហើយនៅចន្លោះផ្កាមយល់ធ្លាក់ដូចផ្កាឈូកហ្នឹងមានកម្រងផ្កាទូចមួយហើយយើងមើលឲ្យចិត្តទៀតទៅនៅក្នុងម្រងផ្កាទូចហ្នឹងមានស្លឹកឈើម្យ៉ាងធ្លាក់មកហើយមានក្បាលមានជើងមុខ2ជើងក្រោយ2និងកន្ទុយហើយឥឡូវស្លឹកឈើនេះដូចស្លឹកនេះហើយតាម website គេថាស្លឹកដើមក្រចេះហ្នឹងហើយបងប្អូនមានយោបល់អីអត់នេះស្លឹកដើមក្រចេះនេះធ្លាប់ឃើញទេឬក៏គេហៅឈ្មោះទៀតសូមអរគុណច្រើន